អត្តពលិកក្រសួងការពារជាតិប្រជែងបានមេដាយច្រើនជាងគេពីការប្រកួតជ្រើសរើសជើងឯកកីឡាលើកទម្ងន់ថ្នាក់ជាតិឆ្នាំ2025ការប្រកួតជ្រើសរើសជើងឯកកីឡាលើកទម្ងន់ឆ្នាំ2025បានបញ្ចប់ជាផ្លូវការហើយនាថ្ងៃទី12ខែកុម្ភៈឆ្នាំ2026កន្លងទៅថ្មីនេះនៅមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរៈភូមិន្ទក្រុមវត្តមានលោកឈុំវាសនាអគ្គលេខាធិការតំណាងឯកឧត្តមតៃម៉ឺនប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាលោកវណ្ណៈអគ្គលេខាធិការរងនិងជាសមាជិកគណៈកម្មាធិការបច្ចេកទេសបានបញ្ជាក់ថាក្នុងព្រឹត្តិការណ៍ការប្រកួតនេះដោយមានដំណាភាពសមាជិកភាពនិងយុត្តិធម៌ទទួលបានទំនុកចិត្តពីស្ថាប័នជាតិនិងអន្តរជាតិលទ្ធផលនេះក្លាយជាកម្លាំងជំរុញឲ្យសហព័ន្ធបន្តពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសគ្រូបង្វឹកអត្តពលិកដើម្បីត្រៀមចូលរួមការប្រកួតលើឆាកតំបន់និងឆាកពិភពលោកតំណាងឯកឧត្តមតៃម៉ឺនបានលើកឡើងថាការរៀបចំការប្រកួតនេះបង្ហាញអំពីសមត្ថភាពនិងបទពិសោធន៍របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជានៅក្នុងការអភិវឌ្ឍវិស័យកីឡាឲ្យមានស្តង់ដារខ្ពស់ស្របទៅតាមបទដ្ឋានជាតិនិងអន្តរជាតិជាមួយគ្នានេះសហព័ន្ធក៏បានទទួលការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡាគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាសហព័ន្ធកីឡាលើកទម្ងន់ពិភពលោកនិងអាស៊ីព្រមទាំងដៃគូឧបត្ថម្ភនានានេះក្នុងឱកាសនោះផងដែរតំណាងប្រធានសហព័ន្ធបានអបអរសាទរចំពោះក្រសួងស្ថាប័ននិងបណ្ដារាជធានីខេត្តដែលបានបញ្ជូនអត្តពលិកមកចូលរួមនិងទទួលយកមេដាយជាច្រើនលោកបានសង្កត់ធ្ងន់ថាកីឡាជាសារធាតុនៃសាមគ្គីភាពមិនប្រកាន់ពូជសាសន៍សាសនាឬពណ៌សម្បុរហើយបវចនាអូឡ িম্প ិកលឿងជាងមុនខ្ពស់ជាងមុនខ្លាំងជាងមុននិងជាមួយគ្នាគឺជាចលករជំរុញឲ្យអត្តពលិកខិតខំហ្វឹកហាត់និងរក្សាវិន័យដើម្បីឈានទៅរកភាពជោគជ័យនៅក្នុងនាមសហព័ន្ធលោកក៏បានអំពាវនាវដល់ក្រសួងស្ថាប័ននិងក្លឹបតាមរាជធានីខេត្តបន្តនឹងជំរុញម្ដុំម្ដាលនិងគាំទ្រឲ្យយុវជនដែលមានទេពកោសល្យឲ្យចូលរួមហ្វឹកហាត់ជាប្រចាំនិងចូលរួមធ្វើតេស្តស្តង់ដារសមត្ថភាពរៀងរាល់3ខែម្ដងដើម្បីលើកកម្ពស់គុណភាពបច្ចេកទេសជាលទ្ធផលមេដាយក្រោយឆ្លងកាត់ការប្រកួតរយៈពេល2ថ្ងៃដែលបានដំណើរការប្រកួតចាប់ពីថ្ងៃទី11បញ្ចប់ទៅថ្ងៃទី12ខែកុម្ភៈឆ្នាំ2026អត្តពលិកក្រសួងការពារជាតិឈលលើកម្ពុជាតារាងមេដាយដោយដណ្ដើមបានមេដាយមាសចំនួន4គ្រឿងប្រាក់2គ្រឿងនិងសំរឹទ្ធ1គ្រឿងសរុប7គ្រឿងក្រសួងមហាផ្ទៃឈលលើលេខរៀងទី2ដណ្ដើមបានមេដាយមាស1គ្រឿងមេដាយប្រាក់2គ្រឿងនិងមេដាយសំរឹទ្ធ1គ្រឿងសរុប4គ្រឿងខេត្តកណ្ដាលនិងខេត្តបាត់ដំបងដណ្ដើមបានមេដាយមាស1គ្រឿងនិងប្រាក់1គ្រឿងសរុប2គ្រឿងដូចគ្នាខេត្តប្រស័យហនុនិងខេត្តកែបក៏ដណ្ដើមបានមេដាយមាសម្នាក់មួយដូចគ្នា